ឃើញសម្លស្ងោរសាមញ្ញចឹងឯងប៉ុន្តែពេលដែលហត់ទៅគឺថាមានកម្លាំងព្រឺតែម្ដងមុខម្ហូបថ្ងៃហ្នឹងអត់មានអីពិសេសទេបងប្អូនគឺមានតែស្ងោរប្រហិតជាមួយនឹងស្លឹកស្អំហើយយើងដាក់ផ្សិតបន្តិចចឹងណាហើយពេលដែលហូបទៅបានចុចជាមួយនឹងម្ទេសទឹកត្រីហិលអញ្ចេះទៀតអូជាតិញាក់ហ្មងថ្ងៃមិញគ្រួសារនេះខ្ញុំបានទៅផ្សាររកទិញជាមួយនឹងផ្សិតបន្តិចមានស្លឹកស្អំបន្តិចមានជាមួយនឹងប្រហិតត្រីបន្តិចចាហើយចំពោះស្លឹកស្អំនិងផ្សិតហ្នឹងគ្រួសារនេះខ្ញុំគាត់សម្អាតស្អាតអស់ហើយក៏បានបេះជាមួយនឹងស្លឹកស្អំនឹងស្អាតអញ្ចឹងយកតាណាខ្ចីចាហើយនាងខ្ញុំជាអ្នកលាងទឹកជាអ្នកស្លអញ្ចឹងណាលាងមួយទឹកពីរទឹកស្អាតហើយក៏ងាកមកលាងជាមួយនឹងដើមខ្ទឹមម្ដងចាព្រោះថាស្ងោរហ្នឹងយើងដាក់ដើមខ្ទឹមអញ្ចឹងទៅគឺថាវាបង្កើនការឈ្ងុយអញ្ចឹងណាបងប្អូនចាបន្ទាប់ពីលាងស្លឹកខ្ទឹមហ្នឹងហើយចានាងខ្ញុំយកដើមខ្ទឹមស្លឹកខ្ទឹមហ្នឹងគឺថាយកមកហាន់វាបែបខ្លីៗអញ្ចឹងទៅចាហើយក្រោយពីហាន់ស្លឹកខ្ទឹមហើយគឺថាទុកស្លឹកខ្ទឹមហ្នឹងមួយឡែកសិនចានាងខ្ញុំក៏ងាកមកដាក់ត្រាំជាមួយនឹងបកាយហឺប៉ុន្តែអត់មានយហឺទេមានតែបកាយចាដាក់ត្រាំមកល្មមអញ្ចឹងមកចាបន្ទាប់ពីយើងដាក់ត្រាំរៀបចំគ្រឿងទាំងអស់នឹងរួចរាល់ហើយចាស្លឹកស្អំអីហ្នឹងគឺយើងបានរើសចេញពីផ្សិតអញ្ចឹងណាចាគឺថាដាក់ស្អំផ្សេងផ្សិតផ្សេងហ្នឹងទៅព្រោះផ្សិតហ្នឹងវាយូរឆ្អិនជាងស្លឹកស្អំហើយក៏ចាទៅរៀបចំជាមួយនឹងប្រហិតដែរក្រោយរៀបចំគ្រឿងទាំងអស់នឹងហើយគឺនេះខ្ញុំចាប់ផ្ដើមដាក់ដាំទឹកតែបន្តិចទេបងប្អូនព្រោះថាយើងដាក់បរិមាណឲ្យសមស្របជាមួយនឹងបន្លែរបស់យើងដាក់ទឹកហើយនាងខ្ញុំក៏ដួសជាមួយនឹងបកាហ្នឹងដាក់ចូលក្នុងឆ្នាំងតែម្ដងទៅហើយឃើញថាទឹកពោះនាងខ្ញុំដាក់ជាមួយនឹងផ្សិតចូលចាដាក់ផ្សិតចូលរួចដាក់គ្រឿងគឺមានស្ករសមានប៊ីចេងមានអំបិលស៊ុបហើយក៏មានជាទឹកត្រីបន្តិចផងដែរចាក្រោយពីដាក់គ្រឿងទាំងអស់នឹងរួចរាល់ហើយចានាងខ្ញុំចាប់ផ្ដើមដួសប្រហិតដាក់ចូលទៅចាបងប្អូនចូលចិត្តប្រហិតប្រហិតច្រើនទេដាក់ច្រើនទៅនាងខ្ញុំអត់ដឹងទៅគ្រូសាទិញមកប្រមាណនេះចាប្រហែលជា 5000 ហ្នឹងដាក់ប្រហើយហ្មងទៅព្រោះស្លសម្រាប់តែមួយពេលអញ្ចឹងណាចាក្រោយពីដាក់ប្រហិតដាក់អីហើយហ្នឹងគឺថាមានពពុះអញ្ចឹងបងប្អូនដួសចោលទៅចាព្រោះថាវាចេញមកពីផ្សិតវាចេញមកពីអាបកានោះអញ្ចឹងបងប្អូនចាដួសពពុះនឹងចោលរួចរាល់ហើយឃើញថាផ្សិតក៏ឆ្អិនអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ស្អំចូលតែម្ដងចាដាក់ស្អំហើយយើងច្បល់ចុះច្បល់ឡើងអញ្ចឹងណាបងប្អូនហើយក៏ធ្វើការភ្លក់ទៅបងប្អូនស្ទើអីថែមថយតាមនឹងទៅបើបងប្អូនចូលចិត្តគ្រឿងដិតអីដាក់មកទាំងហឹងទៅចាឃើញថាភ្លក់ប៉ុណ្ណឹងមកល្មមនេះក៏បន្ថែមជាមួយនឹងម្ទេសអាចសាត់2-3គ្រាប់អញ្ចឹងទៅចាហើយក៏ដាក់ជាមួយនឹងស្លឹកខ្ទឹមចាតែប៉ុណ្ណឹងមកគឺរួចរាល់ហើយបងប្អូនចាឃើញថាបានស្លឡើងកន្លះឆ្នាំងដែរហ្នឹងគឺប៉ុណ្ណឹងហូបតែមួយពេលទេណាបងប្អូនតែ2នាក់មែនប៉ុន្តែហូបតែមួយពេលទេនៅពេលដែលស្លរបស់យើងឆ្អិនអញ្ចឹងនេះគឺយើងបានផ្សំជាមួយនឹងម្ទេសទឹកត្រីអញ្ចេះទៀតនិយាយពីតំណងណាបងប្អូនអើយហត់ក្តៅហើយដាក់ម្ទេសហិលឈប់អូជាតិណាហត់ទៅមានកម្លាំងព្រឺហ្មងបាយមួយឆ្នាំងដាច់ប៉ាត់ចាងាកមកមើលស្លក៏អស់ដែរបងប្អូននេះគឺថាស្លសម្រាប់តែមួយពេលទេផ្ទះនឹងខ្ញុំមក